ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃចុងសប្តាហ៍នេះខ្ញុំបានមកលេងផ្ទះយាយទួតបាទគឺនៅភូមិសណ្ដាស្រុកទឹកដែកខេត្តកណ្ដាលហើយឥឡូវនេះខ្ញុំចាប់ផ្ដើមចំអិនបបរមាន់ស្រែឲ្យបងប្អូននិងលោកយាយគាត់ពិសាបាទនេះជាទឹកដែលខ្ញុំកំពុងដាំពុះបន្ទាប់មកខ្ញុំចាក់គ្រឿងដែលខ្ញុំផ្សំរួចដាក់ចូលទៅក្នុងឆ្នាំងបាទហើយនេះគឺជាសាច់មាន់បាទសាច់មាន់ដែលខ្ញុំធ្វើរួចហ្នឹងខ្ញុំដាក់ចូលស្ងោរឲ្យវាឆ្អិនដើម្បីទុកមួយឡែកហើយឆាអង្ករឲ្យក្រហមឈ្ងុយអញ្ចឹងបងប្អូនដើម្បីយកទៅបបរបាទហើយគឺស្រង់មាន់ដើម្បីយកទៅបេះបាទទៅបេះហើយនេះជាអង្ករខ្ញុំឆាចាក់ចូលក្នុងឆ្នាំងដើម្បីឲ្យវាខ្លាចជារីកជាបបរបងប្អូននៅសល់ពេលគឺខ្ញុំទៅរំលីងខ្ទឹមបាទខ្ទឹមសយើងឲ្យក្រហមឈ្ងុយបាទដើម្បីទុកដាក់នៅពេលយើងធ្វើរួចរាល់បាទនេះគឺសាច់មាន់ដែលខ្ញុំបេះហើយបងប្អូនគឺខ្ញុំបេះរួចគឺខ្ញុំលាយគ្រឿងមានរ៉ូឌីមានអីចឹងបងប្អូនឲ្យវាចូលជាតិបាទរួចខ្ញុំចាក់សាច់មាន់ដែលលាយគ្រឿងនោះចូលទៅក្នុងបបរតែម្ដងបាទហើយនេះគឺជាខ្ទឹមសដែលខ្ញុំលីងឲ្យក្រហមឲ្យឈ្ងុយបងប្អូនដើម្បីចាក់ជាការស្រេចហើយយើងអាចបន្ថែមនៅស្លឹកខ្ទឹមបន្ថែមនៅបន្លែដូចជាសណ្តែកស្រស់ត្រយូងចេកឬក៏ស្ពៃក្តោបគឺកាន់តែប្រសើរបាទហើយបបរមាន់ស្រែគឺឆ្អិនរួចរាល់បងប្អូនហើយពេលនេះខ្ញុំចាប់ផ្ដើមយកបបរនេះទៅហូបនៅក្រោមបងនៅក្រោមដើមត្របែកបាទគឺមានខ្យល់ត្រជាក់ចំនួនត្រជាក់បងប្អូនគឺហូបកាន់តែឆ្ងាញ់បាទតោះមកហូបបបរមាន់ជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទអរគុណច្រើនជម្រាបលាបាទសូមអរគុណ